ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំធ្វើម្ហូបងាយបងប្អូនអាសាតកូនខ្ញុំដាំនៅផ្ទះហ្នឹងគឺបានផលបានហូបហើយបងប្អូនអញ្ចឹងខ្ញុំទិញសាច់ជ្រូកតែ2ខាំមកបងប្អូនគឺឆាមកផ្ទះហ្មងបងប្អូនមិនល្បីតាមក្នុងទូរស័ព្ទតែល្បីមកហូបបន្តិចទៅហូបបាននេះច្រើនទេបងប្អូនដោយសារតាយើងមានបន្លែស្រាប់បងប្អូនគឺខ្ញុំទិញសាច់ជ្រូកតែ2ខាំមកបងប្អូនគឺត្រឡប់តកួនជាមួយនឹងសាច់ជ្រូកណាបងប្អូនហើយណាមួយគឺខ្ញុំចង់ហូបតកួនត្រឡប់ជាមួយនឹងប្រេងខ្យងដើម្បីជ្រលក់ជាមួយទឹកម្រេចផងបងប្អូនហើយសាច់ជ្រូកនេះបងប្អូនគឺខ្ញុំយកខ្លាញ់ដែលជាប់ស្បែកហ្នឹងយកទៅចំហៀវបងប្អូនកាលណាយើងធ្វើអញ្ចេះគឺវាឈ្ងុយបងប្អូនហើយសាច់វាគឺយើងចាំឆាតាមក្រោយបងប្អូនគឺខ្ញុំចូលចិត្តចំហៀវខ្លាញ់ឲ្យវាក្រហមដើម្បីឲ្យវាឈ្ងុយពេលយើងឆាទៅគឺវាមានឈ្ងុយមែនតើបងប្អូនឈ្ងុយហើយក៏ឆ្ងាញ់ដែរយើងចំហៀវវាឲ្យចេញខ្លាញ់មកបងប្អូនហើយឲ្យក្រហមបន្តិចមកគឺយើងចាប់ផ្ដើមដាក់ខ្ទឹមបងប្អូនគឺយើងដាក់ខ្ទឹមទៅគឺថាឈ្ងុយមែនតើហើយម្ហូបមួយមុខនេះគឺអាចនិយាយបានថាងាយបងប្អូនងាយហើយគឺថាឆ្ងាញ់ទៀតបងប្អូនឥឡូវនេះបន្លែដែលខ្ញុំខំដាំនៅក្នុងផ្ទះនេះបងប្អូនគឺបានភ្លៀងតិចមកគឺថាល្អមែនតើបងប្អូនហើយសប្បាយចិត្តណាស់បងប្អូនហើយដាំបានបន្លែហូបកាលពីមុនមកគឺខ្ញុំមិនដែលបានដាំអីទេបងប្អូនដោយសារដីផ្ទះខ្ញុំគឺវាក្លុកអត់បានចាក់ឲ្យបងប្អូនតែដល់ពេលឥឡូវគឺខ្ញុំបានចាក់ដីហើយគឺខ្ញុំចាប់ដើមដាំដំណាំបងប្អូនតិចតួចតែយើងបានហូបណាបងប្អូនគឺចាំធ្លាក់ភ្លៀងមួយមេទៀតគឺខ្ញុំចាប់ដើមដាំទៀបឲ្យបងប្អូនដាំទៀបដាំដើមចេកអីចឹងណាបងប្អូនសារដីយើងចាក់នឹងវាលធំដែរបងប្អូនគឺយើងដាំដំណាំទៅទុកបានតែ2 3ឆ្នាំទៅភ្លេចខ្លួនបងប្អូនបានហូបហើយដំណាំដែលយើងដាំក្នុងផ្ទះហើយគឺវាធម្មជាតិហើយតកួនខ្ញុំវិញបងប្អូនគឺខ្ញុំហូបឡើង3 4ដងហើយបងប្អូនគឺឥឡូវវាចិត្តអស់ហើយគឺខ្ញុំចាប់ផ្ដើមដាំម្សាទៀតហើយបងប្អូនតំណមតានងអស់គឺម្សាទៀតគឺបានហើយបងប្អូនហើយឆាតកួនគឺងាយទេបងប្អូនគាត់ថាយើងភាគច្រើនខ្ញុំជឿថាបងប្អូនក៏ចូលចិត្តណាបងប្អូនពេលដែលយើងធ្វើទឹកជ្រលក់ទឹកម្រេចក៏បានទឹកត្រីកោះកុងក៏បានបងប្អូនគាត់ថាយើងឆាកុំឲ្យវាជាតិវាដិតពេកបងប្អូនគឺយើងយកទឹកទៅជ្រលក់ជាមួយនឹងទឹកជ្រលក់ណាបងប្អូននិយាយចង់ទៅដិតជាប់គ្នាបងប្អូនហើយម្ហូបឆាតកួនខ្ញុំគឺឆ្ងាញ់ហើយបងប្អូនតែប៉ុណ្ណេះគឺថាជាតិតែបងប្អូនខ្ញុំអត់សូវហូបបាយទេបងប្អូនគឺបន្លែច្រើនអញ្ចឹងគឺខ្ញុំហូបតែបន្លែជ្រលក់ជាមួយនឹងទឹកជ្រលក់ទេបងប្អូនហើយឆាតកួននេះគឺថាឆ្ងាញ់ណាស់បងប្អូនហើយគឺជាតិហ្មងបងប្អូនមិនមែនអត់លុយថាជាតិទេណាបងប្អូនគឺវាឆ្ងាញ់ដោយសារថាតកួនយើងដាំខ្លួនឯងចេះគឺវាធម្មជាតិទេបងប្អូនវាអត់មានជាតិគីមីទេយើងដាំដាក់តែអាចគួរបងប្អូនហើយមានអាឡឹកទុំមកចាហៀងដែរបងប្អូនទឹកជ្រលក់នេះគឺខ្ញុំចាប់យកទៅទុកខ្លះហើយបងប្អូនហើយអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងហើយបងប្អូនអរគុណជំរាបលាពុកម៉ែបងប្អូនជួបគ្នានៅវីដេអូថ្មីទៀតជំរាបលា